บ้านนี้เจตตะเพียบនៅវត្តគោកដូចក្នុងឃុំតមើនឃុំតពូងមានដល់ឃុំតពូងឯបាទនៅស្រុកថ្មគោលបាទនេះជាថ្ងៃទី3នៃចូលឆ្នាំខ្មែរនេះជាទស្សនភាពនៅទីវត្តគោកដូចឃុំតពូងស្រុកថ្មគោលបាទវត្តពីនេះខ្ញុំមកពីគេយើងមកពីនេះទៅអីបាទអញ្ចឹងក្រោយពីប្រហោងបានដល់កន្លែងមានអាសនៈនេះជាចំហាន់ត្រង់បាទចំហាន់ត្រង់សូមអញ្ជើញទស្សនានៅទស្សនីយភាពនៅទីវត្តអារាមបាននេះជាប្រសងឆានចង្ហាន់ត្រង់ដោយខ្ញុំបាទជម្រាបចឹងគឺថាក្នុងតំបន់នេះបាទមើលទៅដូចជារៀបចឹងដែលបញ្ហាត្រង់បាទអ្នកប្រកេនចង្ហាន់លោកដែលរងចាំលោកឆាន់នោះមិនដូចពីសម័យដើមទេបាទដោយខ្ញុំបាននឹងសិក្សាស្រាវជ្រាវទៅថ្ងៃក្រោយតាមមូលហេតុអ្វីបានវាកើតជាបាទអញ្ចឹងទៅកើតបាទខ្ញុំបាននឹងសិក្សាស្រាវជ្រាវបាទមិនតាន់ហ៊ានអនុម័តមិនតាន់ហ៊ានសន្និដ្ឋានមិនតាន់ហ៊ានផ្ដល់យោបល់ថាមូលហេតុអីបានជាមិនមានប្រសក់រងចាំប្រកេតជាលោកសូមចេញទស្សនានៅទស្សនីយភាពនេះចាស់បាទនៅរូបរបស់អស់ដែលលោកបាននិយាយដល់ចូលរួមក្នុងកម្មវិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះក្នុងឱកាសពេលនេះយើងបាននិមន្តព្រះចាស់លើសុខសាសនានៅឋាននេះមុននឹងท่านยังชวนกันตลอดสักการสมาธิตลอดในตอนนั้นมาถึงควรจะออกมาตลอดในสมาธิโมแต่นี่นี่จะโอกาสสักยมประกาศมาโซลักไว้ขององค์พระพุทธทานองค์ศึกมันจำพระทะเลวัดเตรียมตำองค์ศึกสนาทรงพระอนันต์องค์ศึกมันจงมาไอ้พระโกกเลนากงตึกอุตตาแปรกอตัญญะกงตึกปูบวแปรวังมิกอกงตึกเปียยับแปรอุปลัยกงเนรยมแปรทำการซับกงตึกอักในยุทธานไอแปรเรียบนกงตึกไอสร้างตรงขบวนทางเจดีย์กงเยียยิยมบัตนาจันทร์ออกเนี่ยต้องกราบไหว้วันเดียกงตึกเจดีย์ส่งสอบสุดใจส่งเอ้ยกำจัดกำปัดตกให้ลงมาตกจากไรกงไปเกิดเมียนทอดกายในแจกในกองนายเตียงยมแปลกนาจังไรไปของกงสับไงส่งสับไปเรียนส่งเอาเพียงรายการปีเรียนตอนเรียนจากเรียนในอ่างในไรพระองค์ใจพระสัตว์ลงลงใจดักส่องตัวไม่ดักดอกใจการเชียนยมประกาศนาส่งสมาธิส่งไปฟังการเรียนตัวเสด็จแบบนาแบบอาเย็นลิเย็นรูปในนาส่งไปแบบนาตลอดทางแปรบอลต่อโคคือแปรในเมียน้องส่งงานมาโบกันเองทุกสาเท่าเด็กเมย์ดีปะทุมาที่สังกาเรไอโบแทงทองแมงสังแกงอาภิโกยมีเมียตา
ថ្វាយបង្គំពួកព្រះបរមមាចារ្យដីព្រមទាំងព្រះសារីព្រះតាធាននៃព្រះគុណនិងមហាពោធិព្រឹទ្ធដែលគួរនឹងដោយលំអត់លំអោនបរិសុទ្ធលើកំកំអញ្ញលីនិងព្រះពុទ្ធរូបកំណាស់អង្គព្រះមោនីដែលស្ថិតនៅក្នុងទីឋាននានារូបទាំងអស់ដោយដែលយ៉ាងនៃគុណព្រះមានគុណប្រសើរពួនដែលតែងតែរំលាស់រំដោះទុំអីអន្តរាយសូមឲ្យខ្ញុំបានសូមជាចាតុកំទាំងឡើយសត្រូវទួចិនឆ្ងាយសូមឲ្យខ្លាយមកជាមិត្តសូមតាន់ព្រះអរិយមេត្រីឡើយពីសិនសូមបានឃើញខពិតសំដូចចិនប្រាថ្នាអង្គខ្ញុំសូមនមស្ការលើថាថាអង្គសេរស័យបងគុំគុណទាំងបីពលលំត្រៃលោកាសូមបងបងកោសលឲ្យបានដល់យើងខ្ញុំណាពេញពួរបាតិយាដោយរសាគុំទូលាយសូមឲ្យកំចាត់បងអត្តមានពលទាំងឡាយឲ្យជាចិញ្ចាឆ្ងាយក្តីអន្តរាយកំបីមានដោយកំឡងអនុភាពបញ្ញាលៀនជាប្រធានកំពុញរាសីមានសុបានសានពុំមានមួដោយគុណព្រះមាសកាត្រៃរតនាប្រសើរពុទ្ធសូមអានិសង្ឃនោះដាក់ដល់ឋាននៃពៀនអង្គសូមអនុមោទនាបាទទឹកបែរមកខាងសងបាទមិនថានឹងទៅស្អីបាទតពីស្វែងគុំព្រះរូបហើយក៏នាំព្រះពុទ្ធបរិស័ទដែលមកស្វែងគុំប្រសង់បានដើម្បីសមាទានសិលមកកងមកតើរងចាំប្រសង់លោកឆានហើយសំសិលពីប្រសង់នឹងទទួលពុទ្ធវាទបាទនេះជា tradition បាទជាប្រពៃណីតំណប់យើងពីសម័យដើមគឺថាសាលាឆាន់នឹងពោពេញបាទប្រសក់ពេញណែនហៀបាទមិនថាវត្តណាមិនថាទីកន្លែងណាទេបាទឥឡូវនេះប៉ុណ្ណេះឃើញតែស្អាតប៉ុណ្ណេះឃើញសំរុំក្រាន់មើលដែរបាទមិនជាយ៉ាប់ណាស់ណាទេបាទមិនដោយការខ្ញុំទៅថ្ងៃទី1នៅវត្តជ្រោយម្ទេសបាទខាងឃុំតមើនឯនោះបាទស្ងាត់អន្ទ្រីងបាទប៉ុន្តែសំលមមសំរុំនឹងអាចទទួលបានបាទខ្ញុំបាទសូមជូនដំណើរត្រួសពីព្រះពុទ្ធសាសនាខ្ញុំចាំមិនច្បាស់ទេដែលមូលហេតុនេះជាព្រះពុទ្ធបាទលោកបង្រៀនឲ្យមនុស្សចេះអត់ធន់បាទគឺថារងចាំប្រសង់ឆាន់ហើយរងចាំនៅពិធីចប់ហើយបានយើងបានញ៉ាំបាយដល់ចាំពេលនេះជាពេលអត់ធ្មត់បាទហើយចេះអត់ធ្មត់អត់ធន់នៅក្លៀនយើងបាទនៅការស្រេកក្លៀនយើងចាប់ដើមរាប់បាត
ឡងសទ្ធាចូលឆ្នាំថ្មីរបស់យើងចំនួន3ថ្ងៃបាទហើយថ្ងៃណាយាយតាគឺថាមានកូនចៅប្រុសស្រីបានកក់ស្រង់ហើយបាទហើយមកកក់ស្រង់ព្រះពុទ្ធមាក៏មួយឆ្នាំតមួយឆ្នាំមិនទៅបានលៀងសម្អាតជួយធ្វើឲ្យទាំងអស់ទូលីដីសម្បកពីបាទរោងគាត់មិនទៅបានល្អមើលដល់ហើយយើងដកលៀងសម្អាតឲ្យបានស្អាតពីព្រោះយើងការពុទ្ធសាសនារោប្រតិបត្តិឲ្យបានល្អមួយខ្លាតែបានយើងក៏កើតបានសម្រាប់យើងគ្រប់ពូជាហើយបាទយើងរោសម្អាតឲ្យបានស្អាតបាទជួបឲ្យបានល្អបាទមួយឆ្នាំហើយប្រពុតម្ចាស់ក៏ដូចគ្នាជួយសម្អាតជាមួយកណាដែរព្រោះយើងការពុទ្ធសាសនាហើយលោកយាយលោកតាពុទ្ធបរិស័ទទៀតក៏ដឹងថាព្រះសង្ឃលោកមានគុណបាទគុណស្ដីគឺគុណថាយើងយ៉ាទៀនតែជាខ្សែបុណ្យរបស់ពុទ្ធបរិស័ទដែលពុទ្ធបរិស័ទពឹងពាក់យ៉ាទៀនទៅតាមរយៈព្រះសង្ឃឧទ្ទិសជូនទៅដល់មេត្តាបិតាហើយដូចជាបំណងអបគុណក្នុងពុទ្ធសាសនាចឹងថ្ងៃនេះក៏ពុទ្ធបរិស័ទមិនต้องលើកគុណពុទ្ធចាស់ទាំងអស់អស់ទេនិមន្តពុទ្ធចាស់ក៏ស្រង់ខ្មាស់នោះដោយខុសពីកាយវិជាយ៉ាងណាមួយឆ្នាំម្ដងអត់ដែរហើយយើងធ្វើនេះគឺថាយើងដូចជាយើងធ្វើទៀនបាទថាយើងធ្វើរបៀបទៅឋានសួគ៌បាទដែលស្ថានដែលប្របីទៅបកគូបាទនេះហើយជាឋានសួគ៌ឋានបរមត្ថបាទចឹងយើងតែនិយាយមកថ្ងៃនេះបកស្រង់មកថាព្រះពុទ្ធមាក៏ប្រសងមេត្តាបិតាយាយតាយាយកាមកកំទាំងអស់នោះសត្វតែបនកុសលទាំងអស់តែចេះតែចុងសម្រាប់សុខស្បាយណាចឹងយាយតាហើយដែរបាទគឺថាបងលោកខាងឡងមិនទាន់ខាងរួចទេខាងតាមប្រពុតឡងយើងធ្វើបងធ្វើទៀនក្នុងព្រះពុទ្ធសាសនាគឺបុណ្យ